សូមជម្រាបសួរប្រិយមិត្តទាំងអស់គ្នាបាទសូមស្វាគមន៍មកកាន់កម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងនៅពេលនេះគឺថ្ងៃសៅរ៍នៅឡើយទេពេលល្ងាចម៉ោងនៅសហរដ្ឋអាមេរិកបាទថ្ងៃទី27ខែធ្នូឆ្នាំ2025នៅក្នុងប្រទេសកម្ពុជាវិញគឺថ្ងៃអាទិត្យទៅហើយបាទទី28ធ្នូឆ្នាំ2025ណាបាទអញ្ចឹងនៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងខ្ញុំសម្រាប់យកព័ត៌មានសំខាន់ចំនួន3មកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាគឺទី1សហរដ្ឋអាមេរិកបានចេញប្រតិកម្មឲ្យស្វាគមន៍បទជបាញ់គ្នារវាងកម្ពុជាហើយនិងថៃហើយខាងភាគីវៀតណាមក៏ស្វាគមន៍ផងដែរនៅបទជបាញ់នេះហើយបញ្ញានឹងបន្តចូលរួមចំណែកទៅដល់ប្រតិបត្តិការរបស់អាស៊ានព័ត៌មានទី2នេះគឺរុស្ស៊ីបានវាយប្រហារទៅលើប្រទេសអ៊ុយក្រែនយ៉ាងខ្លាំងនៅក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះមុនពេលដែលលោក Zelensky ជួបគ្នាជាមួយនឹងលោកប្រធានាធិបតី Donald Trump នៅសហរដ្ឋអាមេរិកដែលលោក Zelensky យល់ថារុស្ស៊ីបានបង្ហាញថាខ្លួនគ្មានចេតនានៅក្នុងការបញ្ចប់សង្គ្រាមនោះទេហើយព័ត៌មានទី3នេះគឺជាអត្ថបទយោការមួយរបស់ខាងទស្សនាវដ្តីគេហៅថា National Interest the National Interest គាត់បានសរសេរតាក់ទងជាមួយនឹងថាហេតុអ្វីបានជាបាទចិនជួយទាំងសងខាងនៅក្នុងចំនួនរវាងកម្ពុជាហើយនិងថៃនេះបាទនេះជាមតិរបស់គាត់មួយខ្ញុំដកស្រង់មកជម្រាបជូនប្រិមិត្តដើម្បីឲ្យបានដឹងហើយទន្ទឹមនឹងហ្នឹងក៏មានមតិមួយដែរគឺអ្នកជំនាញរបស់កម្ពុជាយើងគឺលោកឆាងយុក៏បានបញ្ចេញទស្សនៈផងដែរអំពីអ្វីដែលសហរដ្ឋអាមេរិកគួរតែធ្វើនៅក្នុងចំនួនរវាងកម្ពុជាហើយនិងថៃនេះបាទអញ្ចឹងនេះគឺជាព័ត៌មានសំខាន់ដែលខ្ញុំចងក្រងយកមកចែករំលែកដល់ប្រិយមិត្តទាំងអស់គ្នាដើម្បីជាចំណេះដឹងព័ត៌មានទី1នេះគឺបើយោងតាមសេចក្តីប្រកាសព័ត៌មានខ្លីរបស់ក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកនៅថ្ងៃសៅរ៍នេះគឺបានឲ្យដឹងថាសហរដ្ឋអាមេរិកស្វាគមន៍នៅការប្រកាសពីបទជប់បាញ់គ្នាដែលសម្រេចបានដោយភាគីកម្ពុជាហើយនិងថៃដែលសម្រេចបានបទជប់បាញ់គ្នាក្នុងការបញ្ឈប់នៅអំពើប្រទុសរាយនៅតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរបន្ទាប់ពីមានការប្រជុំរបស់ GBC គឺគណៈកម្មាធិការព្រំដែនទូទៅនៃប្រទេសទាំងពីរហើយក្រសួងការបរទេសសហរដ្ឋអាមេរិកបានបញ្ជាក់បន្ថែមទៀតថាសហរដ្ឋអាមេរិកទទូចឲ្យកម្ពុជាហើយនិងថៃឲ្យគោរពជាភ្លាមនៅការបញ្ញាចិត្តរបស់ខ្លួនទៅនឹងហើយនឹងអនុវត្តឲ្យបានពេញលេញនៅលក្ខខណ្ឌទាំងឡាយដែលមាននៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរអានេះគឺជាជំហររបស់សហរដ្ឋអាមេរិកហើយខ្ញុំឃើញមានការបកស្រាយតាក់ទងជាមួយនឹងបាទកិច្ចព្រមព្រៀងនេះបាទសូម្បីតែខ្ញុំស្ដាប់ឡើងវិញទៅក៏ខ្ញុំនិយាយដូចយើងពំតណោតមិនសូវច្បាស់អាចមានការច្រឡំផងដែរឥឡូវបញ្យល់ឲ្យបានច្បាស់ខ្ញុំឃើញក្រសួងខាងរដ្ឋាភិបាលកម្ពុជាបញ្យល់ហើយខ្ញុំបន្ថែមនឹងផងគឺកម្ពុជានិងថៃសម្រេចបាននៅកិច្ចព្រមព្រៀងឈប់បាញ់គ្នាក្រោយពីការប្រជុំរបស់ GBC ក៏ប៉ុន្តែក្នុងរយៈពេល72ម៉ោងដំបូងគេហៅថាជាដំណាក់កាលនៃការតាមដានមើលបាទគឺដែលថៃគាត់និយាយក្នុងលក្ខខណ្ឌរបស់គាត់ថាបើចង់ដឹងមើលតើកម្ពុជាមានចេតនាសុទ្ធចិត្តនៅក្នុងការអនុវត្តបទជប់បាញ់នេះឬទេបើសិនជាផុតរយៈពេល72ម៉ោងហ្នឹងគឺគាត់មានការដោះលែងបាទយុទ្ធជនរបស់កម្ពុជានឹងជាដើមហើយនឹងកិច្ចព្រមព្រៀងនេះគឺនឹងបន្តរហូតដោយលែងមានការប្រយុទ្ធគ្នាអញ្ចឹងមានចំណុចខុសគ្នាអញ្ចឹងដែរណាបាទនិយាយត្រង់ខ្លួនខ្ញុំទៅស្ដាប់ឡើងវិញក៏ខ្ញុំនិយាយដូចយើងពំតណោតអញ្ចឹងដូច្នេះអាចឲ្យមានការច្រឡំផងដែរមកអញ្ចឹងគឺកិច្ចព្រមព្រៀងបទជប់បាញ់គ្នាសម្រេចបានហើយគ្រាន់តែ72ម៉ោងគឺជារយៈពេលដែលគេចាំតាមមើលបាទដែលដូចបងរីឆាតស៊ូមកថាអាច72ម៉ោងតែថៃដូចចិត្តដូចអីមិនហ្នឹងយើងអត់ដឹងដែរយើងចាំតែមើលទៅហើយដូចតែខ្ញុំធ្លាប់បានសរសេរភ្លាមខ្ញុំថាសង្ឃឹមថាថៃមិនដែលជន់មានទៅចុះបាទហើយទាហានថៃហ្នឹងគឺមិនមកផឹកសវឹងអី
chụp liêng ấy đòi miền bánh chụp liêng bánh ấy nó nằm sầm lên tu bị khang quạt nó chào kê chào đây chẳng bà chẳng mà này thà địa pe chất spi máu này cứ chỉ địa pe đai miền lại cái nào phơi xuôi đái mà Campuchia mình trồng miền là vậy tiếp và tại ai thằng việc thay còn hai đây dạng đấy nhưng mà đang này chẳng cứ ở chỗ bằng mà đầu tiết cứ cái prom riêng sản phẩm này cứ tu bàn hỏi đòi miền cả spa cung mà pi pana niêm miền ở lại nín cứ xả rọ đầm rinh cái xung cả bỏ tiền bỏ xả rọ đầm rinh bán trên cả spa cung nước đang khai sao nước tay mà đòn ấy bằng thay từ đó cứ khang Việt Nam còn dạng đấy khang Việt Nam cứ cầm ro bàn lư sâu xâm lên á cứ Việt Nam có spa cung đấy chấm pu cả cho họ tây khá từ lư sực đây bạc cà rúm rồi viên Campuchia nâng thấy nơi với đá miền cả phải chung krom GBC lư tì bay thì cách phải chung pisse đòi hàng Việt Nam bàn thì dây thá cứ Việt Nam control cách prom riêng chụp bánh kia đi nâng bị thiên là ca đầm nạ ca niên niết đầm bay chiên tới đó ca bệnh thu bệnh thôi nộp hiệp tàn tấn nơi ta mà nói from đèn nhận non biếtกระทรวงการบรเตระบบเวียดนามคือลูกสายนี้บางนี้เนี่ยนอมเปียระบบกระทรวงการบรเตเวียดนามคือเนี่ยใส่ชโมธาพัมถูห่องบานทลายธาเวียดนามคือชื่อเจ้าธาพิกีต่างปีนึ่งอันวัดไอบานอย่างมีประสิทธิภาพในการปรมเปรียงนี้ให้นึ่งบรรทอการจ่อจ้าดำไปดาวสายจุ่มลูกโดยสันติวิธีเอาสอบตามนึ่งบับอันตรายจีนทำในระบบการสับจีนกูการระบบอาเซียนให้นึ่งสันติสัญญามิตรภาพนึ่งสหปฏิบัติการให้เนี่ยใช้บ้านมาแทนเตียท้าข่างเวียดนามไว้นึ่งตามด้านสถานการณ์นี้ดาวยกจัตุกดะอย่างดัดดอลให้ก่อนในตาเตรียมและขณะจิตไซในขนมกาโจรุมในขนมกาปีเพียซ้ายจีมวยนั่งเพียกีต่างปีให้โจรุมจำได้ในขนมกาบรรทอการทัวร์วิพีกระเตียนแต่ดอลการคัดคอมปรองไพร์ระบบอาเซียนมาในขนมนู้รูเมียนกาปุ่งรึงในกรมสังเกตการระบบอาเซียนพองได้บานนี้คือเชียร์ไว้ได้ข้างเวียดนามบานจังปฏิกรรมนะจังคือสมจูนเปลี่ยนบัดบานจังคือข้างเจนเขียนบานจูนกับลึกมันหายvà kháng Australia các bạn tranh đấy nè hay kháng Japan nó cứ là chính kế cứ bạn tranh một phòng này nơi cái rายการนี้นี่คือจะพอดเมนตีมุ้ยได้ขยำเรียบจอมจูนเปรย์มาแต่งออกนี่พอดเมนตีปีวิ่งคือแต่ตรงจมวยนักสถานการณ์ในขนมประเทศอุกฤษอยู่ตามสกรีดิการระบบห่างซาพอดเมนนี้ให้ขยำดอกสองโมงนี่คือกระแส The New York Times ว่ากระแส The New York Times ก็รีการถามประเทศนี้ต่อไปในประเทศอุกฤษคือโลโบโลดิมิเซเลนสกี้บานทลายถามีการวิประหารโดยโดรนให้นำมิสซิลรอบร้อยให้การวิประหารนั้นคือมีระยะเป็นจุดดับเมาไอ้เนาะปีคางรัสเซียมาเลอุกฤษให้ลูกเซนสกี้จัดตุกทานนี้คือเชียร์การบุยบังฮันท้าที่กรุงมอสโกอัดมีเอาไว้บาลอปิดประกอบนกนกาจังบ้านสันติภาพนุตีคือตามสกรีดิการนี้ไอ้ดังทาวรัสเซียบ้านวิประหารคลั่งตะลือที่รัฐนี้ระบบประเทศอุกฤษโดยมีการบันมิสซิลในการวิประหารโดรนในไงเสาร์ได้ให้การวิประหารได้มีระยะปีจีจานเมานี้คือการล้างใต้มวยทั้งไงมุนเปได้ประเทศนี้ต่อไปในประเทศอุกฤษคือโลโบโลดิเมียร์เซเลนสกี้มีกำหนดจูบนี้จีมวยนั้นโลกประเทศนี้ต่อไปสหรัฐอเมริกาโลกโดนัลด์ทรัมป์ในรัฐฟลอริดาดับเบิลปีเพียซาอัมพีแผนการอย่างนั้นดับเบิลบรรจบสงครามนี่การวิประหารระบบรัสเซียนั่นคือบานสำหรับมนุษย์จำนวนปีเนี้ยนั่นอย่างไรนะปีเนี้ยให้นั่งมาคือเมียนมาเนี้ยบานสำหรับในจีกรงกิ้วให้นั่งมันอาทิตย์คือในขนมรถที่นี้นั่งแต่มาดองนี่ไปโยงตามมันตรีในขนมมูลฐานดับบานเป็นเจ้าอ้อยเนี่ยสาปอร์เมียนมาดังให้จีตัวเตอร์คืออย่างไรนะเมียนมนุษย์30 ปีเนี่ยบานเราระบุนขนมก้าวิปราคาปีไทยสานี่ให้บางจังลูกเซเลนสกี้ก็มีการขังสมาได้นะถ้าคือขังรัสเซียนั่นแต่ปลาโดรนปลาวิปราก็คือขนมเป็ดก็กระโปรงตะเตรียมจูบจมูกน้องปฏิเนตปฏิสารอเมริกดับเบิลในยัยปีผ่านการนั่งให้ลูกเซเลนสกี้กับบานจูบปีเพียซาโดยจูบใจผ่องได้จมูกนั่งในยุโรปมันไทยในประเทศแคนาดาคือลูกมาคอนี่
អំពីកិច្ចខិតខំប្រឹងប្រែងយ៉ាងណាសហប្រតិបត្តិការគ្នាក្នុងក្របខ័ណ្ឌអឺរ៉ុបបាទនេះគឺជាព័ត៌មានទី2រីឯព័ត៌មានទី3នេះគឺជាអត្ថបទវិភាគជាមតិរបស់បាទអ្នកជំនាញមួយរូបអញ្ចឹងដូចខ្ញុំបានជម្រាបប្រិមិត្តរាល់ដងអញ្ចឹងគាត់តែជាមតិរបស់គាត់ណាតើពិតប៉ុណ្ណាមិនពិតប៉ុណ្ណានៅប្រិមិត្តតាមស្ដាប់ដើម្បីចង់ដឹងថាតើការសរសេរការយល់របស់អ្នកនៅអន្តរជាតិគេយល់យ៉ាងម៉េចអំពីរឿងកម្ពុជានិងថៃជាពិសេសទៅផ្ដោតទៅលើផ្នែកការចូលរបស់ចិនលោកដៃចូលរបស់ចិននៅក្នុងចំនួននេះក្នុងការរាប់អានទាំងភាគីទាំងពីរទាំងកម្ពុជានិងថៃផងដែរអញ្ចឹងនេះគឺជាមតិរបស់លោកអ្នកនិពន្ធមួយរូបហ្នឹងទេណាបាទអញ្ចឹងដូចខ្ញុំបាននិយាយអញ្ចឹងវាមិនមែនជាព្រះគម្ពីរអីដែលថាគាត់និយាយហ្នឹងគឺត្រូវមិនអត់ខ្ចោះនោះទេបាទអ្នកនិពន្ធនេះឈ្មោះថា Brandon Richard បាទគាត់នៅជាអ្នកនិពន្ធនយោបាយខាងជាន់ខ្ពស់ខាងផ្នែកសន្តិសុខជាតិបាទសន្តិសុខនិងជាតិនៅក្នុងទស្សនវិស័យ The National Interest អញ្ចឹងគាត់ហើយគាត់បានសរសេរសៀវភៅច្រើនណាសៀវភៅច្រើនតាក់ទងជាមួយនឹងរឿងសង្គ្រាមនោះចឹងខ្ញុំសូមដកសងទូទេមកជម្រាបជូនប្រិមិត្តទាំងអស់គ្នាចឹងចំណងជើងដែលគាត់ដាក់មកប្រិមិត្តអាចមើលឃើញបានហើយគឺគាត់ដាក់ថាបាទហេតុអ្វីណាបានជាចិនគឺគ្រប់គ្រងភាគីទាំងពីរនៅក្នុងចំនួនគាត់ប្រាប់ពីសង្គ្រាមណាសង្គ្រាមរវាងកម្ពុជាហើយនិងថៃហេតុអ្វីបានជាអញ្ចឹងឥឡូវគាត់ផ្ដល់អំណះអំណាងរបស់គាត់ថាហេតុអ្វីបានអញ្ចឹងហើយដែលមានផ្ដល់សកម្មកម្មមួយចំនួនអ្នកនិពន្ធបានរៀបរាប់ថាកិច្ចការប៉ះទង្គិចគ្នាជាថ្មីរវាងកម្ពុជាហើយនិងថៃហ្នឹងគឺនៅតែបន្តចូលមកដល់ពេលសម្រាប់បុណ្យឆ្លងឆ្នាំនេះដោយកងកម្លាំងរបស់ថៃបានចូលឈានពានយ៉ាងខ្លាំងនៅក្នុងទឹកដីកម្ពុជានៃការច្បាំងគ្នានេះហើយបើតាមព័ត៌មានថ្មីដែលចេញមកអំពីតំបន់នេះថាកងកម្លាំងយោធារបស់ថៃក៏បានរឹបអូសបាននៅអាវុធដែលពួកគេពិពណ៌នាហៅថាជាអាវុធដែលមានចំនួនយ៉ាងច្រើនហើយជាអាវុធដែលផលិតនៅប្រទេសចិនម៉ាក GAM 102 LR anti tank missile បាទគឺ long range គឺរយៈចម្ងាយឆ្ងាយដែលយោធារបស់កម្ពុជាប្រើប្រាស់ហើយអត្ថបទនេះបានបន្តថាបើតាមការពិតទៅគឺចិនបានផ្ដល់អាវុធរបស់ខ្លួនទៅដល់ប្រទេសកម្ពុជានឹងអស់រយៈពេលរាប់ឆ្នាំមកហើយឲ្យជាច្រើនឆ្នាំហើយគឺមិនត្រឹមតែប៉ុណ្ណោះទេគឺចិនក៏បានប្រើប្រាស់ប្រទេសកម្ពុជានឹងជាច្រកមួយសម្រាប់ការដែលសម្រាប់ឲ្យបាននៅគោលបំណងភូមិសាស្ត្រនយោបាយរបស់ខ្លួនផងដែរដោយបាទគ្របដណ្ដប់ទៅលើបាទលំហូរនៃធម្មពលដែលហូរចេញពីឈូងសមុទ្រថៃហើយនឹងគឺមានចំហយ៉ាងតឹងរ៉ឹងបាទអំពីការដឹកជញ្ជូនតាមផ្លូវសមុទ្រដែលបានឆ្លងកាត់ទៅលើច្រក Malacca the Strait of Malacca ដែលជាកន្លែងមួយដែលមានសារៈសំខាន់ច្រើនខាងនាវាចរហើយនឹងក៏ជាចំណុចដែលបាទក្តោបបិទខ្យល់ទៅដល់ពិភពលោកផងដែរខាងផ្នែកពាណិជ្ជកម្មអញ្ចឹងអត្ថបទនេះបានបន្តថាតើអាវុធដែលខាងថៃចាប់បានពីកម្ពុជានោះគឺប្រភេទ GAM 102 LR ATGM ហ្នឹងតើវាយ៉ាងម៉េចដែរតើវាសំខាន់ប៉ុណ្ណាដែរអាវុធនេះគឺជាអាវុធដែលផលិតនៅប្រទេសចិនដែល made GAM 102 LR ហើយមានប្រើប្រាស់នៅក្នុងចំណោមយោធារបស់កម្ពុជាដែលសារព័ត៌មាននេះបានចាត់ទុកថាជាការវិវត្តមួយដ៏សំខាន់ខ្លាំងណាស់ពីព្រោះនៅក្នុងចំណោមអាវុធដែលគេចាត់ទុកថាជាអាវុធប្រភេទទំនើបតែទីក្រុងប៉េកាំងមានហើយទីក្រុងប៉េកាំងផលិតចេញនោះគឺកម្ពុជាក៏ទំនងជាមានដូចជាមួយនឹងប្រទេសចិនដែរនេះបានន័យថាមិនដើរថយក្រោយទេមិនដើរក្រោយគេនោះទេអាវុធនេះត្រូវបានដាក់ឲ្យប្រើប្រាស់ដំបូងនៅឆ្នាំ2016
và cứ vútประเภท GAM 102 LR ដែលអ្នកផលិតចាត់ទុកថាជា missile ដែលប្រឆាំងជាមួយនឹងរក្រោះគឺបានន័យថាជា missile បាញ់រក្រោះតែម្ដងដោយមានមនុស្សជាអ្នកលីបាញ់ក៏បានដែរដាក់ជើងទម្រក៏បានដែរហើយអាវុធនេះគឺក៏មានប្រព័ន្ធតាមចាប់គោលដៅហ្នឹងបានទំនើបផងដែរអាវុធដែលនេះអាចបាញ់បាន GAM 120 LR នឹងគឺអាចបាញ់បានតាមធម្មតាពី30គឺពី7ទៅដល់10គីឡូម៉ែត្របាទគេគិតចេញជាគីឡូម៉ែត្រឲ្យតែម្ដងហើយប្រព័ន្ធនេះគឺមានក្បាលគ្រាប់វាច្រើនប្រភេទដែលអាចយកមកប្រើបានរៀបរាប់ច្រើនបាននៅក្នុងអត្ថបទនេះបានរៀបរាប់ច្រើនអំពីប្រភេទអាវុធនេះតើអាចបានបាញ់បានចម្ងាយប្រមាណបាទលើខ្ញុំដាក់រូបឲ្យប្រិមិត្តមើលឃើញតិចមកបាទនេះគឺជាអាវុធហ្នឹងបាទអាវុធនេះគឺជាដែលខាងថៃគាត់ថាគាត់រឹបអូសបានពីទាហានរបស់កម្ពុជាហើយបានដាក់បង្ហាញនេះរូបភាពថតនេះបាទហើយខ្ញុំមិនចូលលំអិតទេបាទមានលក្ខណៈលំអិតច្រើនដែលខ្ញុំគាត់និយាយដោយសង្ខេបគឺបាទអាវុធនេះគឺអាចបាញ់បានរយៈចម្ងាយពី6ទៅដល់10គីឡូម៉ែត្រមកអានច្រឡំពី6ទៅដល់10គីឡូម៉ែត្រហើយអាចបាញ់គោលដៅដែលហោះហើរក្នុងល្បឿនពីល្បឿន80គីឡូម៉ែត្រក្នុង1ម៉ោងអញ្ចឹងបើថាគោលដៅហ្នឹងគឺបើរថយន្តក៏ដោយរថក្រោះក៏ដោយដែលអាចបើកលឿនរហូតដល់80គីឡូម៉ែត្រក្នុង1ម៉ោងហ្នឹងក៏មីស៊ីលប្រភេទនេះអាចបាញ់បានដែរហើយអាចតាមចាប់បានពីព្រោះវាសេរីតាមតែម្ដងបើទោះបីជាគោលដៅនឹងបើកលឿនក៏ដោយហើយវាមានលក្ខណៈបត់បែនខាងតាក់ទិកនឹងច្រើននៅក្នុងការប្រើប្រាស់បាទជាចំណុចដែលគួរឲ្យចាប់អារម្មណ៍នោះគឺនៅក្នុងអត្ថបទនេះបានបញ្ជាក់ថាកន្លងមកគេអត់ដឹងថាកម្ពុជាមានអាវុធនឹងទេទើបតែស្រាប់តែមានការប្រយុទ្ធនេះគ្នានេះគឺដឹងថាកម្ពុជាមានអាវុធនឹងចាំបានន័យថាកម្ពុជាគាត់មិនអួតអាងអ្វីដែលនៅក្នុងឃ្លាំងរបស់គាត់នោះទេបាទគាត់អាចនឹងមានច្រើនលើសនឹងទៀតយ៉ាងម៉េចក៏ប៉ុន្តែក៏មិនមានការបញ្ជាក់យ៉ាងណាទេទើបតែឃើញពេលនេះបាទហើយគឺឥឡូវនេះចូលទៅដល់ការវិតម្លៃខាងភូមិសាស្ត្រវិញម្ដងគឺសំណួរដែលគេចោទសួរថាតើហេតុអ្វីបានជាប្រទេសចិនគាត់បាទដើរតួលេងជាមួយនឹងភាគីទាំងពីរនៅក្នុងចំនួននេះបាទបើតាមនេះជាគំនិតរបស់អ្នកស្រាវជ្រាវម្នាក់ទៀតគាត់ថាឈ្មោះ Almira El Faki ដែលជាអ្នកសរសេរឲ្យទស្សនាវដ្តី Newsweek នៅក្នុងអត្ថបទមួយដែលវាតម្លៃអំពីអាវុធរបស់ចិនគឺបាននិយាយថាគឺចិនគឺខិតខំជំរុញបាទដុតបញ្ឆេះនៅភាគីទាំងសងខាងតែម្ដងបាទដោយកាន់ជើងទាំងភាគីទាំងសងខាងនៅក្នុងសង្គ្រាមគាត់ប្រភេទសង្គ្រាមរវាងថៃនិងកម្ពុជានេះបើតាមការបញ្ជាក់របស់គាត់សរសេរនៅក្នុងអត្ថបទមួយដែលចុះផ្សាយនៅថ្ងៃទី16ខែធ្នូឆ្នាំ2025ដែលបានបញ្ជាក់ថាចិនគាត់បានផ្ដល់ផ្គត់ផ្គង់រថក្រោះប្រភេទ VT4 ឲ្យទៅដល់កងទ័ពរបស់ថៃនេះបើផ្អែកទៅលើកិច្ចព្រមព្រៀងឆ្នាំ2017បាទហើយនៅថ្ងៃទី13ខែធ្នូបើយោងតាមទស្សនាវដ្តីយោធាគឺគេមានសេចក្តីរាយការណ៍ថារថក្រោះប្រភេទនោះ VT4 ហ្នឹងត្រូវបាទប្រភេទ VT4 ដែលថៃធ្វើប្រតិបត្តិការវាលោកចូលកម្ពុជាហ្នឹងគឺមានរថក្រោះមួយត្រូវបានបាញ់ឆេះបាទត្រូវបានបាញ់ឆេះហើយគឺតាមទំនងគឺប្រើដោយអាវុធដែលប្រឆាំងនឹងរថក្រោះដែលផលិតនៅប្រទេសចិនគឺ GAM 102 LR ហ្នឹងដែលកម្ពុជាជាអ្នកប្រើបាទអញ្ចឹងគឺគេបាននិយាយថាតើហេតុអ្វីបានជាខាងចិនគាត់គ្រប់គ្រងទាំងសងខាងនៅក្នុងចំនួននេះផងដែរអញ្ចឹងបើតាមការវិតម្លៃរបស់ខាងអ្នកនិពន្ធមកគាត់យល់គាត់ថាតាមការពិតទៅគឺមានកម្លាំងដែលគេអាចមើលឃើញបានពីការប្រើប្រាស់នៃភូមិសាស្ត្រនយោបាយដែលចិនចង់ធ្វើឲ្យថៃចុះខ្សោយបាទគាត់ទៅជានិយាយចឹងវិញគាត់ថាគឺ
គឺនៅក្នុងភូមិសាស្ត្រនយោបាយហ្នឹងគឺថៃគឺចិនចង់ឲ្យថៃចុះខ្សោយហើយអ្នកមានប្រទេសច្រើនបាទប្រទេសច្រើនមិនត្រឹមតែចិនទេដែលចង់ឲ្យថៃចុះខ្សោយបាទមានប្រទេសផ្សេងទៀតផងដែរក្នុងចំណោមនោះគឺមានចិនមួយហើយក៏ជាសារមួយដែលបាទខាងអ្នកស្រាវជ្រាវគាត់និយាយថាគឺអ្នកស្រាវជ្រាវមួយរូបទៀតឈ្មោះ Michael John គាត់បាននិយាយថាគាត់បានសិក្សាស្រាវជ្រាវបន្ទាប់ពីការធ្វើការងារនៅក្នុងប្រទេសថៃហើយនឹងទំនាក់ទំនងជាមួយនឹងរដ្ឋាភិបាលថៃនិងយោធាថៃមកបានដឹងថាគឺថៃនេះគឺបានធ្វើឲ្យមនុស្សជាច្រើនមិនចង់ឲ្យថៃនឹងគាត់ឡើងខ្លាំងពេកនោះទេហើយក៏ប៉ុន្តែគឺគាត់យល់ឃើញថាចិនក៏មានមហិច្ឆតាបាទនៅក្នុងការធ្វើជាអ្នកដើរតួដ៏សំខាន់មួយនៅក្នុងតំបន់ហើយកំពុងតែប្រើប្រាស់កម្ពុជាគឺជាច្រកមួយដ៏សំខាន់បាទឬក៏គេប្រើថាជាកូនអុកមួយដ៏សំខាន់របស់ចិនផងដែរដូច្នេះអ្នកនិពន្ធក៏ថាការវឹកវរនៅក្នុងពេលនេះអ្វីដែលកើតឡើងនេះគឺធ្វើឲ្យចិនទទួលបានផលប្រយោជន៍ផងដែរដែលជាហេតុផលមួយហេតុអ្វីបានជាបាទអាវុធរបស់ចិននៅតែហូរទៅភាគីទាំងសងខាងបាទអញ្ចឹងគឺបានន័យថាលក់ឲ្យថៃក៏លក់ឲ្យកម្ពុជាក៏លក់បាទនៅក្នុងការប្រយុទ្ធគ្នាហើយអ្នកនិពន្ធក៏ថារឿងអ្វីដែលគួរឲ្យចាប់អារម្មណ៍បន្ថែមទៀតនោះគឺលោក Michael Yen នោះគាត់ជឿជាក់ថាសូម្បីតាអាមេរិកក៏ចង់ឃើញថៃនឹងគាត់បែកខ្ញែកជាចម្រៀកផងដែរបាទនេះគឺបើយោងតាមការវិតម្លៃរបស់គាត់គឺមហាអំណាចគឺទាំងចិនទាំងសហរដ្ឋអាមេរិកគឺមានគោលបំណងក្នុងការហើយញែកប្រទេសថៃឲ្យបានច្រើនតាមដែលអាចធ្វើទៅបានដើម្បីធ្វើយ៉ាងណាអាចនឹងធ្វើឲ្យមានលំហូរនៃពាណិជ្ជកម្មពិភពលោកនឹងឡើងវិញទៅតាមអ្វីដែលពួកគេចង់បានបាទអញ្ចឹងនេះគឺជាអត្ថបទដែលខ្ញុំដកសំមកជម្រាបជូនប្រិមិត្តហើយអត្ថបទនេះបានបញ្ចប់ដោយនិយាយថាទោះបីជាអ្នកណាជឿយ៉ាងណាក៏ដោយបាទជឿយ៉ាងណាក៏ដោយនៅក្នុងចំនួននោះគឺបាទអ្វីដែលសង្គ្រាមនៅថ្ងៃនេះបានកើតឡើងគឺដូចដែលសង្គ្រាមនានាផងដែរនោះគឺបាទជាការពិតណាស់វាគឺជាការមួយប្រកួតប្រជែងអំណាចរបស់ប្រទេសមហាអំណាចនៅលើពិភពលោកហើយបាទលទ្ធផលនៃការចេញពីចំនួននេះបាទគឺមានផលប៉ះពាល់ពិតប្រាកដណាស់ទៅលើពិភពលោកបាទអញ្ចឹងគឺដោយសង្ខេបមកគាត់និយាយថាអ្វីដែលកើតមានឡើងនឹងគឺបានន័យថាជាគោលបំណងរបស់មហាអំណាចបាទដែលក្នុងពេលកន្លងមកគឺមានប្រិមិត្តមួយចំនួនក៏បានសួរខ្ញុំដែរថាតើមហាអំណាចមានតួនាទីយ៉ាងម៉េចដែរនៅក្នុងការលូកដៃចូលក្នុងសង្គ្រាមនេះតើភូមិសាស្ត្រនយោបាយយ៉ាងម៉េចបាទដែលខ្ញុំសម្រាប់ខ្ញុំថាបាទផលប៉ះពាល់ដែលខាងអន្តរជាតិគេចំណេញហ្នឹងគឺមិនជាច្រើនប្រមាណដែរប៉ុន្តែនេះគាត់ជាទិសដីមួយបាទទិសដីមួយការវិតម្លៃមួយរបស់អ្នកនិពន្ធម្នាក់បាទគាត់ឈ្មោះថា Brandon Weichert បាទគាត់ជាអ្នកស្រាវជ្រាវនិងជានិពន្ធជាន់ខ្ពស់ស្ដីអំពីបញ្ហាសន្តិសុខជាតិនៅក្នុងទស្សនវិស័យ The National Interest បាទចឹងនេះគឺជាចំណុចដែលខ្ញុំចង់ក្រងជូនប្រិយមិត្តទាំងអស់គ្នាហើយសង្ឃឹមថាប្រិយមិត្តអាចនឹងស្ដាប់បានហើយយកទៅពិចារណាណាដោយដែលខ្ញុំបាននិយាយហើយនិយាយទៀតគឺមិនមែនន័យថាអ្វីដែលអ្នកទាំងអស់នោះនិយាយអ្នកទាំងអស់នោះនិយាយគឺជារឿងមួយដែលបាទពិត 100% ទេណាគាត់ជាទស្សនៈមួយផ្អែកទៅលើអ្វីដែលពួកគាត់ទទួលបានឥឡូវនេះចូលដល់ចុងក្រោយបាទចុងក្រោយគេអ្នកទស្សនៈមួយទៀតហើយទស្សនៈមួយទៀតគឺរបស់លោកឆាំងយុវិញម្ដងបាទលោកឆាំងយុលោកក៏បានបញ្ជាក់ផងដែរបាទខ្ញុំបានចែករំលែកទៅតាមបណ្ដាញសង្គមឲ្យប្រិយមិត្តបានដឹងហើយនេះគឺជាអ្វីដែលលោកឆាំងយុបាននិយាយពាក់ព័ន្ធជាមួយនឹងការវិតម្លៃរបស់លោកទៅលើសកម្មភាពយោធារបស់ថៃនៅក្នុងប្រទេសកម្ពុជាបាទបើតាមការវិតម្លៃរបស់លោកឆាំងយុលោកមើលឃើញថាអ្វីដែលយោធាថៃធ្វើនៅក្នុងប្រទេសកម្ពុជាគឺការវាយប្រហារនិងចាប់យកទឹកដីរបស់កម្ពុជាហ្នឹងគឺបាទវាជាការមួយដែលបង្ហាញថាគោលបំណងរបស់ថៃហ្នឹងគឺអត់មានចង់បានសន្តិភាពឬក៏សន្តិសុខអ្វីទេគឺជារឿងមួយដែលចង់ត្រួតត្រាទៅលើ
tức đây là bỏประเทศ Campuchia នេះគឺជាការវិតម្លៃរបស់លោកឆាងយូហើយគឺវាមិនមែនជារឿងមួយដែលមានសុវត្ថិភាពនិងសុខសន្តិភាពសម្រាប់សន្តិសុខសម្រាប់ប្រជាពលរដ្ឋថៃនោះទេគឺជាលេះប៉ុណ្ណោះឯងបើតាមលោកឆាងយូថាអ្វីដែលថៃលើកឡើងមកថាធ្វើនេះដើម្បីសុវត្ថិភាពនិងសន្តិសុខរបស់ប្រជាពលរដ្ឋថៃហ្នឹងវាមិនមែនទេវាគឺជាសង្គ្រាមមួយដែលធ្វើឡើងដើម្បីក្តោបយកទឹកដីដែលមិនស្របតាមច្បាប់អន្តរជាតិនិងអ្វីដែលតុលាការអន្តរជាតិបានសម្រេចគឺបានទទួលស្គាល់អ្វីទៅដែលជាអធិបតេយ្យភាពរបស់កម្ពុជានឹងរួចហើយថៃគឺគាត់រំលោភបំណងហើយដោយសារតែខាងយោធាថៃឥឡូវនេះគឺចង់បានសម្រេចនៅគោលបំណងបែបនេះក្នុងការប្រើប្រាស់យោធាដើម្បីសម្រេចបំណងគោលនយោបាយរបស់ខ្លួនហើយវាជាផ្នែកមួយនៃគោលនយោបាយការបរទេសរបស់ខាងថៃទៀតនោះគឺហើយនឹងដោយសារតែហេតុផលថាយោធាថៃនេះគឺកំពុងតែធ្វើឲ្យសម្រេចគោលបំណងបែបនេះតាមរយៈការប្រើប្រាស់អាវុធដែលលក់ឲ្យឬក៏ផ្ដល់ឲ្យដោយសហរដ្ឋអាមេរិកនោះគឺជារឿងប៉ុណ្ណាដែលមានកិច្ចការច្រើនដែលសហរដ្ឋអាមេរិកអាចធ្វើដើម្បីដាក់សម្ពាធទៅលើប្រទេសថៃឲ្យបញ្ឈប់នៅសង្គ្រាមមិនស្របច្បាប់នេះលោកចង់យកប្រើពាក្យថាសង្គ្រាមមិនស្របច្បាប់នេះហើយលោកបានចាត់ទុកថាជាប្រទេសមួយដ៏ខ្លាំងបំផុតនៅក្នុងពិភពលោកគឺមានតែសហរដ្ឋអាមេរិកទេដែលអាចបញ្ឈប់ការឈ្លានពានរបស់ថៃនេះបានហើយកម្ពុជាជឿជាក់ហើយនឹងគឺមានន័យថាការដឹកនាំរបស់លោកប្រធានាធិបតី Donald Trump ដែលមានលក្ខណៈសម្រេចចិត្តយ៉ាងជាក់លាក់ច្បាស់លាស់ខ្លាំងក្លានិងជាប់ជាប្រចាំនោះគឺអាចនឹងធ្វើបានដើម្បីធ្វើយ៉ាងណាឲ្យចំនួននេះបញ្ឈប់បានកុំឲ្យវារីករាលដាលទៅជាសង្គ្រាមពេញលេញនោះឬបានសង្គ្រាមពេញនេះឬក៏សង្គ្រាមទាំងមូលទាំងស្រុងតែម្ដងកាត់បន្ថយវាទប់ស្កាត់វាឲ្យបានជាមុនបាទសូមអរគុណប្រិយមិត្តទាំងអស់គ្នាដែលបានចូលមកស្ដាប់ការចែករំលែករបស់ខ្ញុំនេះអញ្ចឹងខ្ញុំសូមអធិស្ឋានមិនអាចឆ្លើយនឹងសំណួររបស់ប្រិយមិត្តបានទេអញ្ចឹងយើងនឹងជួបគ្នានៅក្នុងកម្មវិធីលើកក្រោយទៀតបាទ